សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអាត្មាធ្វើវីដេអូនេះដើម្បីបង្ហាញប្រាប់ក៏ដូចជារាយរាប់ប្រាប់នៅចម្ងល់របស់បងប្អូនមួយចំនួនគាត់ក៏បានឆ្ងល់ថាតើវត្តពេជ្រមង្គលយើងនេះដាក់សត្វអ្វីនៅលើក្បាលទូកហើយសត្វនេះដែរមានបងប្អូនខ្លះគាត់ក៏បានដឹងបានជ្រាបដែរហើយនៅបងប្អូនខ្លះទៀតក៏មិនទាន់សូវបានដឹងបើចឹងទេអាត្មាធ្វើវីដេអូនេះក៏សូមបង្ហាញប្រាប់ទៅដល់ញាតិញោមក៏ដូចជាបងប្អូនដែលមានចម្ងល់ឆ្ងល់ពីមុនមកថាសត្វដែលយើងដាក់នៅលើទូកងវត្តពេជ្រមង្គលហ្នឹងគឺឈ្មោះថាចាពេជ្រជាធម្មតាទូកងនីមួយៗគេប្រឌិតឡើងមិនត្រឹមតែដើម្បីរកលបឿនលឿនដើម្បីយកទៅប្រណាំងប្រជែងនោះទេទន្ទឹមនឹងនោះផងដែរគេតែងតែមានតុបតែងសិតស្អាងគូនៅក្បូរក្បាច់រចនាបែបខ្មែរនេះតុបតែងបែបខ្មែរដើម្បីឲ្យគេមើលមកឃើញថាទូកងហ្នឹងមិនមែនតែដើម្បីលបឿនលឿននោះទេនៅតែមានការស្អាតប្រណិតដោយក្បូរក្បាច់រចនាបែបខ្មែរមួយអន្លើដោយការរក្សានៅវប្បធម៌ប្រពៃណីអត្តសញ្ញាណរបស់ខ្មែរយើងតាមទូកងខ្លះគាត់ក៏បានដាក់នៅរូបដើម្បីតំណាងនៅទូកមួយនៅខាងក្បាលទូកហ្នឹងដូចជាវត្តពេជ្រមង្គលយើងហ្នឹងដាក់នៅចាពេជ្រនេះសត្វចាពេជ្រហ្នឹងក៏មានប្រវត្តិតាក់ទងមកដល់វត្តអារាមរបស់វត្តពេជ្រមង្គលយើងដែរយោងទៅតាមសាវតាគឺបរិវេណវត្តយើងកាលនោះកាលមិនតាន់មានវត្តគឺជាដីទួលនេះសម្បូរទៅដោយឈើហូបផ្លែជាច្រើនដល់ពេលរដូវផ្លែឈើទុំហ្នឹងមានវងសត្វចាពេជ្រជាច្រើនទិសហើរមកកាន់ទីនេះដើម្បីចឹកស៊ីនៅផ្លែស្នាយហើយក្នុងទីនេះដែរគឺកាលនោះគឺជាទីស្ងប់ស្ងាត់ល្អណាស់ធ្វើឲ្យព្រះសង្ឃទាំងឡាយតែងតែនិមន្តមកដល់កន្លែងនេះដើម្បីធ្វើនៅសមាធិកម្មដ្ឋានអីជាដើមចឹងទៅហើយក៏បានផុសចេញពីទឹកចិត្តជ្រះថ្លារបស់លោកតានាមកែវក៏បានប្រគេនដីដើម្បីកសាងវត្តប្រគេនដល់ព្រះសង្ឃដើម្បីធ្វើធម៌ភាវនាជាដើមចឹងទៅហើយព្រះតេជគុណមិនដំបូងបំផុតហ្នឹងមាននាមថាពេជ្រទន្ទឹមនឹងនោះស្រុកនោះកាលនោះគេហៅថាភ្នៅពេជ្រដីទួលកាលនោះគេហៅថាភ្នៅពេជ្ររួមនឹងសត្វចាប់ពេជ្រជាច្រើនទៅព្រមទាំង3សត្វនេះមកបានចាស់កាលនោះគាត់ប្រមូលគ្នាដាក់ឈ្មោះថាវត្តពេជ្រហើយចំណេះខាងក្រោយមកក៏បានបន្ថែមឈ្មោះថ្មីខាងក្រោយទៀតថាវត្តពេជ្រមង្គលលុះមកដល់វត្តពេជ្រមង្គលយើងមានទូកងហ្នឹងចាស់ពីដើមគាត់ក៏បានយកសត្វចាប់ពេជ្រនេះដើម្បីដាក់លើក្បាលទូកតំណាងនៅវត្តពេជ្រមង្គលរបស់យើងហើយមកដល់សប្តាហ៍នេះដែរប្រជាជនក៏ដូចជាគណៈកម្មការនិងញាតិញោមពុទ្ធបរិស័ទទាំងឡាយទាំងអស់ក្នុងចំណោមវត្តពេជ្រមង្គលហ្នឹងតែងតែដាក់នៅសត្វចាពេជ្រដើម្បីទី1រំលឹកនឹកដល់គុណបុព្វការីជនជីដូនជីតាដែលគាត់បន្សល់ទុកមកក្នុងអនុស្សាវរីយ៍ក៏ដូចជាវប្បធម៌ប្រពៃណីមកដល់សប្តាហ៍ថ្ងៃនេះដែរហើយការតុបតែងដាក់រូបភាពកន្លែងក្បាលទូកនោះមិនមែនថាជួយឲ្យយើងអឹមលឿនឬក៏ថាមានលបឿនលះយ៉ាងណានោះទេគឺយើងដាក់ដើម្បីទី1ដើម្បីរក្សានៅប្រពៃណីដែលជីដូនជីតាបន្សល់ទុកមកដល់ពេលវេលានេះទី2ទៀតគឺយើងដាក់ដើម្បីរំលឹកនឹកដល់គុណដ៏ធំធេងដែលបុព្វការីជនមានគុណមកចំពោះយើងថែរក្សាមកឲ្យយើងដល់សប្តាហ៍ថ្ងៃនេះមួយអន្លើដើម្បីឲ្យកូនចៅជំនាន់ក្រោយឲ្យបានដឹងបានជ្រាបផងដែរហើយបើចឹងទេមិនមានការខ្វះខាតឬលួសត្រង់កន្លែងណាសូមអធិស្ឋានថ្មផងសូមជម្រាបលា